សង្ក្រាន្តចូលនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសា គ្រិស្តសករាជ2025 វេលាម៉ោង 4:48 នាទីពេលនោះព្រះអាទិត្យចេញពីមជ្ឈរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកោរិកៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលម្អនៅព្រះការដោយសៀតផ្កាអង្គាបបុស្សអភរណៈកែវមុតតាផស្សហាទ្រង់តេលំប្រេងព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់គង់ផ្ទុំបាត់ព្រះនេត្រលើខ្នងស្ដេចភ្ជាស្ដេចខ្លាជាយានពីហនៈទៅនាំអស់ទេវបុត្រទេវធីតាទាំងមួយសែងកោដ្ឋហោះទៅកាន់គុហាកៅធម្មមេលីនាទីភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពាននេះនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុ